សួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកធ្វើឡុកឡាក់ញ៉ាំជំហានដំបូងគឺយើងហាន់សាច់គោជាចំណិតបែបនេះនិយាយទៅបងប្អូនអាចហាន់ជាចំណិតធំជាងនឹងឬក៏តូចជាងនឹងទៅតាមចំណង់ចំណូលចិត្តបន្ទាប់មកទៀតគឺខ្ញុំយកកូនចានមួយខ្ញុំលាយជាមួយនឹងទឹកប៉េងប៉ោះបន្តិចបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងទឹកប្រេងខ្យងហើយបន្ទាប់ពីដាក់ទឹកប្រេងខ្យងហើយខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវបន្តិចគេអ្នកទាំងអស់គ្នាដាក់ប៊ីចេងដាក់ស្ករនិយាយទៅតាមចំណង់ចំណូលចិត្តដែលអ្នកទាំងអស់គ្នាចូលចិត្តណាសម្រាប់ខ្ញុំគឺខ្ញុំដាក់ស្ករតិចព្រោះដោយសារតែស្វាមីរបស់នាងខ្ញុំគឺគាត់អត់ចូលចិត្តផ្អែមទេហើយខ្ញុំអត់ផ្លេចទេដាក់ជាមួយនឹងទឹកត្រីបន្តិចហើយនឹងម្រេចហ្នឹងយើងដាក់ទៅតាមចំណង់ចំណូលចិត្តរបស់យើងបើសិនជាអ្នកទាំងគ្នាចូលចិត្តហឹរឬក៏អីមិនចឹងអ្នកទាំងគ្នាអាចដាក់ច្រើនជាងខ្ញុំក៏បានដែរឬក៏ដាក់តិចជាងខ្ញុំចឹងទៅហើយបន្ទាប់មកគឺខ្ញុំបានកូរច្បល់ជាមួយនឹងគ្រឿងហ្នឹងឲ្យហើយបន្ទាប់មកទៀតនាងខ្ញុំបានដាក់ចេនពងមាន់បើសិនជាអ្នកទាំងគ្នាមានពងទាអាចដាក់ចេនពងទាបាននៅក្នុងវីដេអូមួយនេះគឺពងមាន់ដែលខ្ញុំចេនហ្នឹងគឺវាអត់សូវស្អាតទេដោយសារតែខ្ញុំអត់សូវចេះប្រើវេឆាឈើហ្នឹងណាហើយបន្ទាប់ពីជៀនពងមាន់រួចរាល់ហើយអស់ហើយគឺខ្ញុំដាក់ខ្ទះឲ្យក្តៅចាក់ប្រេងចូលហើយដាក់បំពងខ្ទឹមម្ដងបញ្ជាក់ខ្ទឹមគឺយើងធ្វើមិនបំពងឲ្យវារៀងក្រៀមបន្តិចមកកុំឲ្យវាខ្មៅឬក៏កុំឲ្យវាក្រៀមពេកអាចនឹងវាខ្លោចឬក៏អត់ឆ្ងាញ់ល្វីងអីចឹងណាតែបើសិនជាសពេកក៏វាអត់ឈ្ងុយដែរអញ្ចឹងអ្នកទាំងអស់គ្នាបំពងឲ្យរៀងក្រៀមដូចនៅក្នុងវីដេអូហ្នឹងហើយចាំតម្លាក់សាច់ចូលហើយអស់ហើយអ្នកទាំងអស់គ្នាដាក់ជាមួយនឹងទឹកសោះឬក៏ទឹកដែលអ្នកទាំងអស់គ្នាលាយដូចនៅក្នុងវីដេអូដែលខ្ញុំបានដាក់បង្ហាញពីខាងមុខហ្នឹងណានឹងដាក់ចូលក្នុងនឹងអញ្ចឹងហើយអ្នកទាំងអស់គ្នាកូរច្បល់សប់ចូលគ្នាចូលវាឆានិយាយទៅធ្វើម៉េចឲ្យវាសប់ចូលគ្នាចូលជាតិអស់ហើយកុំភ្លេចភ្លក់ឲ្យសោះបើសិនជាករណីខ្វះជាតិអីឬក៏ខ្វះអំបិលខ្វះប៊ីចេងខ្វះស្ករអីអ្នកទាំងអស់គ្នាអាចបន្ថែមបន្ថយទៅតាមនឹងអញ្ចឹងទៅខ្ញុំឃើញវីដេអូមួយចំនួនឃើញបងគាត់ដាក់ជាមួយនឹងម្សៅឆាដើម្បីឲ្យឡុកឡាក់របស់យើងហ្នឹងវាមានគេហៅថាអាភាពស្អិតល្មួតអីចឹងណាតែសម្រាប់នាងខ្ញុំគឺខ្ញុំអត់ដាក់អីដោយសារតែខ្ញុំអត់ចង់ឲ្យវាស្អិតអីចង់ឲ្យវាមើលទៅវាធម្មតាបន្ទាប់ពីសាច់ឆ្អិនហើយអស់ហើយគឺខ្ញុំបានយកស្លឹកខ្ទឹមយកមកហាន់ដាក់បន្ទាប់មកទៀតខ្ញុំមករៀបចានដាក់សាឡាត់ដាក់ប៉េងប៉ោះហើយដាក់បាយចឹងមកហើយបន្ទាប់មកទៀតគឺខ្ញុំយកពងមាន់ដែលយើងចៀនហើយនឹងយកមកដាក់លើបាយរៀបធ្វើមកឲ្យវាមានសោភ័ណភាពម្ហូបយើងវាបើសិនជាឆ្ងាញ់ហើយអត់មានសោភ័ណភាពក៏មើលទៅអត់សូវនេះដែរតែបើសិនជាមានសោភ័ណភាពហើយអត់ឆ្ងាញ់ក៏កើតដែរអញ្ចឹងគឺវាទាមទារទាំងមានសោភ័ណភាពអនាម័យហើយនិងរសជាតិអញ្ចឹងគឺនាងខ្ញុំបានដាក់រៀបអញ្ចឹងដូចនៅក្នុងវីដេអូដែលនាងខ្ញុំបានបង្ហាញហ្នឹងណាគឺរៀងមើលទៅប្រតិបត្តិតិចហើយអ្នកទាំងគ្នាដោយសារតែរៀងប៉ប៉ាខ្ញុំកាន់ខ្ទះហើយខ្ទះហ្នឹងកំពុងតែក្តៅអញ្ចឹងណាហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ជាមួយនឹងរោយជាមួយនឹងស្លឹកខ្ទឹមឆាឡុកឡាសាច់គោគឺភ្លេចអត់បានទេជាមួយនឹងទឹកជ្រលក់អំបិលម្រេចដោយសារតែញ៉ាំទៅវាចូលជាតិគ្នាឆ្ងាញ់ណានាងខ្ញុំមកបង្ហាញពីការធ្វើទឹកជ្រលក់អំបិលម្រេចដោយជំហានដំបូងគឺយើងដាក់ជាមួយនឹងខ្ទឹមសហើយនឹងម្ទេសហើយនឹងម្រេចអ្នកទាំងគ្នាអាចដាក់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងគ្នាបានតិចឬច្រើនទៅតាមអ្វីដែលអ្នកទាំងគ្នាចូលចិត្តសម្រាប់នាងខ្ញុំគឺនាងខ្ញុំដាក់ប៉ិនវីដេអូហើយដាក់ជាមួយនឹងប៊ីចេងបន្តិចដាក់ជាមួយនឹងស្ករសតែបន្តិចព្រោះនាងខ្ញុំអត់សូវចូលចិត្តផ្អែមទេហើយចុងក្រោយគឺនាងខ្ញុំដាក់ជាមួយនឹងអំបិលព្រោះភ្លេចអត់បានទេអំបិលបើសិនជាអត់ចូលចិត្តអំបិលអ្នកទាំងគ្នាអាចដាក់ទឹកត្រីជំនួសប៉ុន្តែនៅក្នុងនេះគឺនាងខ្ញុំដាក់អំបិលមកវិញណាហើយច្បាស់ជាមួយនឹងម្ជូរក្រូចចំនួន2ចំណិតបើអ្នកទាំងគ្នាចូលចិត្តជូរអាចដាក់ច្រើនជាងនឹងតែបើសិនជាចូលចិត្តរៀងអត់សូវជូរឡំអីហ្នឹងអាចដាក់តិចជាងនឹងនិយាយរួមទៅគឺដាក់ទៅតាមអ្វីដែលអ្នកទាំងគ្នាចូលចិត្តហើយបន្ទាប់មកទៀតអ្នកទាំងគ្នាកូរច្បល់មកគឺយើងបានជាទឹកជ្រលក់អំបិលម្រេចអ្នកទាំងគ្នាចូលចិត្តរៀងរាវជាងហ្នឹងអ្នកទាំងគ្នាអាចដាក់ថែមជាមួយនឹងទឹកក្តៅបន្តិចណាអញ្ចឹងម្ហូបយើងគឺរួចរាល់អស់ហើយដោយនៅក្នុងវីដេអូអញ្ចឹងនាងខ្ញុំធ្វើចំនួន2ចានសម្រាប់នាងខ្ញុំនិងស្វាមីរបស់នាងខ្ញុំណាបាយបាយជួបគ្នានៅវីដេអូក្រោយ